បាទសូមគោរពជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការ demo អំពី project final នៅក្នុងមុខវិជ្ជា database server application អញ្ចឹងថ្ងៃនេះខ្ញុំធ្វើការ build up នៅ project មួយដែលជា project សាលារៀនដោយប្រើ technology front end របស់ខ្ញុំមាន Angular ខ្ញុំប្រើ Node Express ជា backend ហើយជាមួយនឹង MongoDB ជា database អញ្ចឹងយើងអាចមើលបាននេះគឺជា database របស់ខ្ញុំសូមបើក Compass ដើម្បីសូម Compass អូខេនេះគឺជា database ដែលខ្ញុំកំពុងតែ run នេះអូខេយើងអាច get user មើលនៅក្នុង backend បាន run on port 5000 API user អូខេនេះឃើញថា store ជា JSON អញ្ចឹង project មួយហ្នឹងខ្ញុំក៏បាន deploy ទៅលើ Digital Ocean ដែរដែលស្តុកនៅលើ cloud អញ្ចឹងខ្ញុំអាចបើកមើលបានចុចជាមួយ domain នេះគឺជា form login របស់ខ្ញុំនៅពេលដែលយើងបើក project មកដំបូងបើក website របស់យើងមកដំបូងវានឹង pop up នៅ form login មកបែបនេះអញ្ចឹងខ្ញុំសូមទៅបកទៅមើល code របស់យើងវិញនេះគឺជា structure code project របស់ខ្ញុំដែលខ្ញុំ keep API ជា backend ហើយយើង keep default front end នៅលើនឹងហ្មងហើយមាន .env គឺជា environment file សម្រាប់ connect ទៅកាន់ database ហើយ server ជា main file backend របស់យើងនេះគឺជា structure project ដែលខ្ញុំបានរៀបឡើងអូខេហើយក្នុងហ្នឹងយើងក៏មានប្រើនៅបាន post project របស់យើងចូលទៅកាន់ GitHub ដែរthìយើងអាចចូលទៅមើល repo របស់វាបានអូខេនេះគឺជា repo របស់ខ្ញុំដែលខ្ញុំបាន post មកឃើញមាន folder API ដូចគ្នានេះមាន controller មាន module មាន route មាន folder upload មាន .env មាន server ហើយនេះនៅក្នុង front end យើងមាន component ជាច្រើននៅក្នុង app អូខេនេះគឺជា component ដែល build up ឡើងរបស់ខ្ញុំអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅមើលការប្រើប្រាស់ form ទាំងអស់គ្នាខ្ញុំសូមចូលទៅប្រើ form ដែល hosting ហ្មងទៅនេះខ្ញុំបាន hosting ហើយ apply SSL ជាមួយនឹង domain ជាមួយនឹង technology ដែលខ្ញុំបានប្រើ Digital Ocean Web Server Nginx ជាមួយនឹងការទិញ domain នៅក្នុង Cloudflare point IP ទៅកាន់ Cloudflare ដើម្បីយើង hide real IP ជៀសវាងមានការ scan ពីពួក attacker អញ្ចឹងយើងចូលមកខ្ញុំអាច login បានអាច login ជា Gmail ក៏បានជា username ក៏បានតែខ្ញុំអត់ចាំ Gmail ទេខ្ញុំចាំ username ខ្ញុំដាក់ username ទៅអូខេ password យើងអាចបើកមើលបាននេះ add enter បន្ទាប់ពីការ login របស់យើងមកយើងបានចូលមកដល់ dashboard បែបនេះនេះគឺជា dashboard application របស់យើងដែល show នៅ total student អញ្ចឹងឃើញថា total student របស់យើងគឺមាន4គឺវា get មកពី table student មួយនេះដែលវា store នៅក្នុង database ដូចគ្នាគឺមាន4 student អញ្ចឹងបើសិនជាយើង add ថ្មីឬមួយក៏លុបចោលទិន្នន័យនៅខាងមុខវានឹងប្រែប្រួលដូចគ្នាព្រោះអីវា get ចេញពី data table ដូចគ្នាត្រង់កន្លែងនេះគឺវា get ពី username មកអញ្ចឹងបើសិនជាយើង login ទៅលើ username មួយណាវានឹង show ឈ្មោះ username ជាមួយនឹង profile username មួយនោះជាមួយនឹង Gmail username នៅខាងឆ្វេងដៃនេះគឺជា system របស់យើងហើយខ្ញុំបាននេះយើងអាចកែប្រែវាបានយើងអាច update បានព្រោះយើង apply method cloud operator ចូលទៅកាន់ system របស់យើងអញ្ចឹងយើងអាច delete បានយើងអាចកែបានយើងអាច add ថ្មីបានយើងអាច get យកមក view បានហើយយើងក៏អាច filter បានដែរយើងតេស្តមើលទៅអូខេនេះគឺជាការ filter ហើយយើងតេស្ត add user មួយទៅខ្ញុំមើលសិនអូខេខ្ញុំសូម add
Sai số pan là Thái. Ok. Là Thái at gmail.com. Password đãដូចគ្នាទៅកុំឲ្យពិបាក login 20 version នេះ Citic at P1 26លើស1 character អូខេយើងក៏អាច choose profile image ដូចគ្នាយើង choose មក size panel type នេះអូខេ user ដាក់ user ទៅដាក់ active ទៅបើសិនជា file នឹងលើសពី1 MB NGINX វាអត់ទទួលយកទេគឺវាទទួលយកmaximum 1 MB អញ្ចឹងខ្ញុំអត់ទាន់បាន check មើល file រូបភាពមួយនឹងណាវាលើសអត់ទេសាក add សិនទៅអូខេឃើញថាវាចូល refresh អូខេនេះ size panel type អញ្ចឹងយើងតេស្ត login user ថ្មីហ្នឹងទៅវាចូលអត់ logout នេះ load មកស្រាប់ login ចូលទៅឃើញថា user ថ្មីដែលយើងបាន upload មកហ្នឹងយើងអាច login បាននេះ Gmail របស់ user យើងអញ្ចឹងនេះគឺជា table user ដែលវា store នៅ user សរុបរបស់យើងហើយយើងក៏អាច delete បានដែរឧទាហរណ៍ខ្ញុំ delete user ទៅ add មិញ delete អូខេឃើញថា user របស់យើងបាត់ចេញពី database ហើយការ delete របស់យើងវាអត់មានពាក់ព័ន្ធជាមួយ local machine របស់យើងទេព្រោះនេះគឺជាការ hosting នៅលើ web server NGINX បាត់ហើយអញ្ចឹងការប្រែប្រួលទិន្នន័យគឺវានឹងប្រែប្រួលនៅក្នុង VPS របស់យើងគឺវាអត់ប្រែប្រួលនៅក្នុង local machine របស់យើងទេនៅក្នុង local machine ខ្ញុំគ្រាន់តែសូរពី JSON string ដែល database ផ្ដល់ឲ្យមកកាន់ web frontend របស់យើងទេបាទអញ្ចឹងបន្តមកទៀតយើងអាចទៅមើល page ផ្សេងទៀតមានដូចជា schedule student យើងអាច add ថ្មីយើងអាច delete យើងអាច edit បានដូចគ្នា class ក៏ដូចគ្នា lecturer អត់ទាន់ connect database ហើយក្នុងនេះខ្ញុំក៏បាន add បន្ថែមនៅ user log track នៅ user ដែលបាន login មកកាន់ system របស់យើងនេះគឺវាអត់ទាន់ចាប់យក setting ទេប្រហែលជាអត់ទាន់ស្គាល់ late load ហើយពាក់ព័ន្ធមួយ user role គ្រាន់តែដាក់ចោលទេអត់ទាន់អាច create បាន save ទៅក្នុង database អីទេក្នុងនោះយើងក៏មានភ្ជាប់មកជាមួយនៅ our team អ្នកដែលធ្វើការងារក្រុមរបស់យើងគឺមាន member 8នាក់នេះគឺជា member របស់យើងអញ្ចឹងពាក់ព័ន្ធមួយវីដេអូ demo គឺមានតែប៉ុណ្្នឹងទេសូមអរគុណនិងសូមគោរពលា